ខ្ញុំមានការហួសចិត្តរឿងខ្ញុំពិតណាស់បងប្អូនម្សិលមិញខ្ញុំកំពុងតែធ្វើដំណើរចែកស្បៀងជូនបងប្អូនវិរៈកងទ័ពរបស់យើងដោយផ្ទាល់ស្រាប់តែបងតាហ៊ានដែលគាត់ធ្លាប់រៀនជាមួយខ្ញុំនៅសាលាជាមួយគ្នាគឺសាលាបញ្ញាសាស្ត្រគិតខលមកខ្ញុំថាមានអ្នកដែលគេមិនពេញចិត្តខ្ញុំនេះគេចង់ឃើញខ្ញុំនៅជាមួយបងតាហ៊ានដែលកំពុងខលមកខ្ញុំនេះគេថាអត់មានចង់បានជំនួយទេគេចង់ឲ្យខ្ញុំទៅនៅថតរូបជាមួយនឹងបងបាទវិរៈកងទ័ពតាហ៊ានដែលរៀនជាមួយខ្ញុំនឹងខ្ញុំថាហាមិនចឹងអត់ត្រូវការជំនួយមិនប្រទេសកំពុងតែមានសង្គ្រាមត្រូវការជំនួយហើយបងឲ្យខ្ញុំទៅយ៉ាងម៉េចវិញឲ្យខ្ញុំនិយាយចឹងថាមានអ្នកដែលគេរៀនជាមួយយើងពីមុនណាគឺគេចង់ឃើញពួកគេស្អប់ខ្ញុំណាគេនិយាយចឹងគាត់និយាយចឹងបាទគេស្អប់ខ្ញុំណាស់ដែលខ្ញុំទៅចោះចូលជាមួយរាជរដ្ឋាភិបាលគេស្អប់ណាស់ខ្ញុំពីមុនមិនអញ្ចឹងខ្ញុំមិនទៅជាចាប់ទោសអូសដំណើរទេគ្រាន់តែថាខ្ញុំមើលឃើញថាខ្មែរយើងមិនគួរណាមានទម្លាប់ស្អប់គ្នាដោយមិនយល់ពីសិទ្ធិរបស់គ្នានឹងគ្នានោះទេចង់បងប្អូនគ្រប់គ្រងអ្នកណាស្រឡាញ់អ្នកណាជាសិទ្ធិរបស់បងប្អូនហើយខ្ញុំបងប្អូនក៏គួរតែគិតដូចគ្នាខ្ញុំជ្រើសរើសយកថ្នាក់ដឹកនាំដើម្បីចូលប្រឡូកនយោបាយជាមួយពួកគាត់ខ្ញុំក៏ជាសិទ្ធិរបស់ខ្ញុំហើយបងប្អូនខ្លះចង់ឃើញណាស់ខ្ញុំដូចថាជីវិតមនុស្សម្នាក់ចង់ឃើញគេប្រែប្រួលគេជោគជ័យទស្សនវិស័យគេវែងឆ្ងាយគេអាចคลายទៅជាអ្វីមួយតែបងប្អូនមួយចំនួនគ្រាន់តែខ្ញុំគ្រប់គ្រងរាជរដ្ឋាភិបាលលើកជជែកវែកញែកជាមួយក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេសដែលជាក្រុមរបស់បងប្អូនគ្រប់គ្រងនោះបងប្អូនហាក់មិនសប្បាយចិត្តចោះខ្ញុំដែលជាអ្នកគ្រប់គ្រងរាជរដ្ឋាភិបាលនៅពេលណាដែលអ្នកនយោបាយប្រឆាំងក្រៅប្រទេសទាំងអស់នោះជេរថ្នាក់ដឹកនាំខ្ញុំប្រមាថថ្នាក់ដឹកនាំខ្ញុំតើខ្ញុំគ្មានអារម្មណ៍ឈឺចាប់ទេឬណាសូមឲ្យយល់កន្លែងនេះផងហើយបើតាមខ្ញុំដឹងគេមិនដឹងថាគេជួយជនភេសជ្ជឬក៏ជួយកងទ័ពតាមរយៈណាខ្ញុំមិនដឹងទេប៉ុន្តែសូមបញ្ជាក់ទៅវិញថាខ្ញុំបានចោះជួយណាកងទ័ពប្រជាពលរដ្ឋយើងគូសាមដែរបកប្រជាជនគឺដើម្បីប្រជាជនទាំងអស់គ្នាទេតាខ្ញុំមិនបានមានបំណងចង់ទៅធ្វើបែបនេះយកមុខយកមាត់ចង់បានតំណែងខ្ញុំចង់បង្ហាញពីសាមគ្គីភាពគ្នាប្រទេសខ្មែរត្រូវតែជាប្រទេសដែលសាមគ្គីគ្នាដើម្បីទប់ទល់ជាមួយសត្រូវពលរដ្ឋត្រូវតែមានស្មារតីរឹងមាំមានកម្លាំងសាមគ្គីជាមួយគ្នាបានយើងអាចណាប្រយុទ្ធប្រឆាំងជាមួយសត្រូវសៀមបានខ្ញុំបានពេលនោះខ្ញុំបានតបទៅវិញថាបងតាមពិតទៅមិនមែនខ្ញុំមិនចង់ទៅដល់គោលដៅបងទេគាត់នៅខាងទិសតាមន់ប្រាសាទតាមន់កន្លែងប្រយុទ្ធខ្លាំងខ្ញុំចង់ទៅដែរប៉ុន្តែយោធាក៏ដូចជាអាជ្ញាធរលោកមិនអោយជនស៊ីវិលធម្មតាដូចខ្ញុំនេះចូលទៅទេវាដូចថាខ្លាចបារម្ភពីសុវត្ថិភាពរបស់ពួកខ្ញុំដែលជាអ្នកចែកស្បៀងគេគិតគូរដែរណាគេមានក្រុមអ្នកបាទគេហៅថាផុសភាខាងដឹកជញ្ជូនអីដែរត្រឹមត្រូវទេតាមិនមែនចេះថាយើងចូលទៅបានដោយសេរីអីទេត្រូវសួរនាំចូលក្នុងគោលបំណងអ្វីខ្លាចចារកម្មចាអីទៅអាហ្នឹងយោធារបស់យើងក៏លោកត្រូវគិតគូរពិចារណាអ្វីដែលខ្ញុំចង់លើកឡើងនៅពេលនេះបាទបងប្អូនហើយខ្ញុំហួសចិត្តហេតុអីបានជាមិត្តធ្លាប់រៀនជាមួយគ្នាបែរជាស្ដែងនៅបែបនេះយើងមិនមែនជាមិត្តភក្តិពួកម៉ាក់តែជាមិត្តរួមថ្នាក់ជាមិត្តរួមសាលាបងប្អូនបែរជាមកស្ដែងឲ្យឃើញពីសន្តានពិតបែបនេះបានថាខ្ញុំហួសចិត្តមែនទេណាបងប្អូនបាទគេហៅថាមិនបានជួយជោគជួយចៅហើយយកជើងរាទឹកស្អប់ខ្ញុំរហូតដល់ថ្នាក់របៀបចង់ឃើញខ្ញុំទៅត្រូវគ្របងាប់ជាមួយបងប្អូនវិរៈកងទ័ពឬក៏យ៉ាងណាខ្ញុំសន្តានមនុស្សបងប្អូនហើយនេះណាស្គាល់តែមុខមិនស្គាល់ចិត្តទេខ្ញុំហួសចិត្តមែនទែនខ្ញុំពេលហ្នឹងខ្ញុំកំពុងធ្វើដំណើរធ្វើមិនបានប្រមាណឡានក៏ខូចតាមផ្លូវដល់ហើយហ្នឹងអ្វីដែលខ្ញុំចង់ជាមេរៀនមួយចង់ប្រាប់ទៅកាន់បងប្អូនណាគេពេលខ្លះគេរាប់អានយើងគេចង់ឃើញយើងរបៀបសាមញ្ញធម្មតាឬក៏ធ្វើប្រកបការងារអីចឹងទៅធម្មតាបងប្អូនត្រូវយល់ថាមនុស្សវាតែងមានចំនួន
ចំនួនទី1ចំនួនទី2អត់ពីឧទាហរណ៍ថ្នាក់ដឹកនាំមួយទៅកាន់ថ្នាក់ដឹកនាំមួយហើយអ្នកដែលយល់និយាយបានណែនាំបញ្យល់ទៅវាអត់មានតែខុសទេដូចខ្ញុំបញ្យល់ប្រាប់បងប្អូនតារឿងមួយចំនួនបងប្អូនមិនមែនប្រទេសយើងដល់ថ្នាក់បិទសិទ្ធដូចកូរ៉េខាងជើងទេប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយឲ្យបងប្អូនប្រើប្រាស់ណាស់តែបងប្អូននេះវាដូចថាចង់បានការផ្លាស់ប្ដូរមួយដោយគ្មានក្បាលម៉ាស៊ីនត្រឹមត្រូវទេតាបាទគ្មានក្បាលម៉ាស៊ីនត្រឹមត្រូវបងប្អូនចង់ធ្វើការផ្លាស់ប្ដូរហើយខ្ញុំយល់ពីរឿងប្រវត្តិសាស្ត្ររបស់យើងភាគច្រើនណាយើងជារបបរាជានិយមភាគច្រើនគឺគោរពមានអង្គព្រះមហាក្សត្រជាធរមានលោកគង់នៅអញ្ចឹងទោះជាមានសម្ដេចតេជោឬក៏សម្ដេចធិបតីកាន់តអាណត្តិក៏ខ្ញុំវាយល់ថាវាជាទម្លាប់ទៅហើយបាទមិនមាននាយករដ្ឋមន្ត្រីផ្លាស់ប្ដូរអីណាដូចគេដូចឯងអញ្ចឹងខ្ញុំវាទទួលបានភាពស៊ាំនឹងទៅហើយណាបងប្អូនអញ្ចឹងវាអត់មានអីចម្លែកទេសំខាន់អ្វីដែលបងប្អូនគូតែបដោតនោះមិនមែនខ្ញុំទេខ្ញុំមិនមែនជាអ្នកពុកអលួយខ្ញុំមិនមែនទៅអ្នកស៊ីកឹបកេងប្រាក់កាក់រត់អីនឹងទេបាទគឺខ្ញុំជាជនស៊ីវិលធម្មតាជំរុញឲ្យដូចថាប្រមុខថ្នាក់ដឹកនាំរបស់យើងជួយធ្វើយ៉ាងណាកាត់បន្ថយរឿងអំពើពុករលួយគឺដូចជួយបងប្អូនប្រជាពលរដ្ឋដែរតាបាទកុំថាអីសម្លេងពួកខ្ញុំនេះមិនបានជួយអ្វីដល់បងប្អូនណាគឺសតតែស្មារតីបង្រួមស្មារតីស្រឡាញ់ជាតិតែមួយទេហើយបញ្យលកន្លែងខ្លះនោះទៅគឺឲ្យបងប្អូនយល់កុំឲ្យវាហួសហេតុពេកយើងណានៅពេលណាដែលយើងអត់ខ្លាំងយើងអត់រួបរวมគ្នាបាទយើងខ្វះការសាមគ្គីគ្នាឃើញប្រទេសជិតខាងវារុលមកអញ្ចឹងយើងវាអត់ចង់បានសង្គ្រាមទៅនឹងសង្គ្រាម10ឆ្នាំចប់សង្គ្រាមហើយមកសង្គ្រាមទៀតបែបហ្នឹងទេយើងអត់មានកម្លាំងប្រយុទ្ធប៉ុន្មានទេណាបងប្អូនសូមឲ្យយល់កន្លែងនេះផងអើយបងប្អូនហើយបាទអញ្ចឹងបានថាបើយើងនិយាយមកថាចេះឯងឲ្យចេះក្រែងចេះគេបាទកុំយល់ថាឃើញខ្ញុំធ្វើបែបនេះទៅជាអ្នកត្រោពងត្រូវជាអ្នកអីណាលៀបសការៈមិនមែនទេណាបងប្អូនមិនមានបានអីមកកាក់ម៉ាស៊ីនមករៀលអីទេគ្រាន់តែថាប្រទេសជាតិជួបបញ្ហាយើងចូលរួមទាំងអស់គ្នាទៅអត់ខុសទេណាអត់ខុសទេបងប្អូនហើយយើងបើរវល់តែម្នាក់គិតចង្អុលគេអាក្រក់មិនធ្វើអីសោះតើប្រទេសយើងនឹងទៅជាយ៉ាងណាបងប្អូនរវល់តែគិតអានេះអាក្រក់ឯងចង់បានលៀបសការៈអូអញអត់ធ្វើបដ ாய் ហើយអ្នកណាអ្នកប៉ះពាល់កងទ័ពយើងហើយខ្ញុំទៅបានអីមូលនិធិបងប្អូនជួយចឹងទៅបាទមានបងមានអីទៅសេត្រឹមត្រូវថតបង្ហោះបង្ហាញចឹងទៅជូនពួកគាត់វិញទៅបាទអ្វីដែលយើងធ្វើគឺយើងមានតែផ្ដោតទៅលើកម្លាំងសាមគ្គីតែប៉ុណ្ណោះណាសូមឲ្យបងប្អូនអស់លោកអ្នកយល់នៅចំណុចនេះផងហើយទោះមានបំណងស្អប់ខ្ញុំខឹងខ្ញុំអត់បានដឹងថាអ្នកណាស្អប់ខ្ញុំអត់មានខុសមួយបាត់ហើយណាបងប្អូនខ្ញុំអត់ដឹងថាអូអ្នកនេះស្អប់ឲ្យខ្ញុំទៅគុំគេខ្ញុំអត់បានគុំគេផងហ្នឹងធ្វើម៉េចតើមានកម្មពេលវេរាជាប់ជាមួយណាស់តាអ្នកមកស្អប់ខ្ញុំឃើញមុខខ្ញុំមិនហ៊ានបញ្ចេញមុខឲ្យអង្គុយស្អប់ខ្ញុំយូរទៅអាទង្វើបាបរបស់ខ្លួនណាអាសេចក្តីស្អប់របស់ខ្លួនហ្នឹងមកតងជាប់នឹងខ្ញុំជាតិក្រោយអីសង្ស័យមកជួបខ្ញុំទេណាបងប្អូនប្រយ័ត្នបើស្អប់ខ្ញុំមិនពេញចិត្តទេក៏កុំទៅមានពាក្យពេចន៍ឬក៏ជេរឬក៏ប្រមាថអីអូសរំលងទៅធម្មតាសិទ្ធក្នុងការនិយាយស្ដីវាមានរៀងខ្លួនអញ្ចឹងបាទយើងកុំទៅសៅមងក្នុងចិត្តអានេះបើយើងស្ដាប់ធម៌ព្រះជឿទៅលើពុទ្ធសាសនាជឿទៅលើព្រះពុទ្ធបាទអ្វីដែលខ្ញុំបាននិយាយគឺខ្ញុំចង់ជម្រាបអញ្ចឹងបើថាស្អប់ខ្ញុំក៏មិនគាត់ថានេះទេគឺអស់រំលងទៅការងាររបស់ខ្ញុំធ្វើម៉េចខ្ញុំនៅខាងរាជរដ្ឋាភិបាលត្រូវតែមានចំណុចខ្លះគឺខ្ញុំលើកនិយាយទៅសើហ្នឹងណាគ្រប់គ្រងរាជរដ្ឋាភិបាលអញ្ចឹងហើយថាបងប្អូនមានគំនិតអ្វីដែលគិតថាជាសិទ្ធិសេរីភាពរបស់ខ្លួនធ្វើចោះខ្ញុំមិនបានហាមមិនបានខាត់អីទេខ្ញុំរិះគន់តែក្រុមអ្នកប្រឆាំងក្រៅប្រទេសដែលយកបងប្អូនប្រជាពលរដ្ឋទៅបោកប្រាស់ទៅប្រើគៀងគោឲ្យវាខុសទំនងនយោបាយតែបាទហ្នឹងហើយសូមមានតែប៉ុណ្្នឹងទេបាទបងប្អូនបាទសូមអរគុណ